ព្រះអង្គទិស្នានិមន្តមកដល់ហើយដូច្នេះត្រៀមខ្លួនកុំកត់តើអង្គអោលោកអើយស្ដាប់ទេសនាមគ្គយ៉ាងរីយើងខ្ញុំសូមបង្គំអរតនីនិមន្តព្រះករុណាប្រោទេសនាគ្រានេះហសូមអនុមោទនីអ្នកដែលជឿព្រះធម៌អរហន្តហើយធម៌នាំមកដល់ត្រើយគឺព្រះនិព្វានទាំងមិនប្រមាទខាតសិលទានធ្វើអ្វីក៏មានការពិចារណាជាអ្នកស្ដាប់ធម៌គោរពតែល្អមិនមានមាត់កមិនចរចាមិនធ្វើរំខានគេស្ដាប់ទេសនាបានបញ្ញាភ្លឺថ្លាដោយពិតសូមពុទ្ធបរិស័ទអ្នកស្ដាប់រកធម៌ប្រតិបត្តិដោយល្អទុកជាគំនិតទុកជាមេរៀនសម្រាប់ជីវិតកុំឲ្យងងឹតលុះដល់មរណាសូមអនុមោទនីស្ដាប់ព្រះធម៌ទេសនាសូមអនុមោទនីពួរដោយសេចក្តីគោរពរមែងកើតនៅពូជបញ្ញាធម្មសវណ្ណកាឡោអយំភៈតន្តាពេលនេះជាពេលគួរនឹងស្ដាប់នៅព្រះធម៌សូមអនុមោទនីนะโมตัสสะภิกขวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภิกขวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภิกขวะโตอะระหะโตสัมมาสัมพุทธัสสะអ្នកមត្តហោរតនតយសៈវន្ទាមិខ្ញុំប្រកាសរណាសូមនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតន៍មានពុទ្ធរតនៈ1មានប្រធម្មរតនៈ1មានប្រសង្ឃរតនៈ1រតនៈទាំង3នេះជារតនៈដ៏ឧត្តមឧត្តមដ៏ប្រសើរខ្ពង់ខ្ពស់នៅក្នុងលោកដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាសពកាលនឹងធ្វើសេចក្តីរាប់អានចំពោះសម័យដើមទានប្រធានដើមបុណ្យនិងញោមញាតវិជាពុទ្ធបរិស័ទប្រុសស្រីគ្រប់គ្នាដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យខួប7ថ្ងៃញោមឧបាសកជាសម្បត្តិនៅក្នុងឱកាសវេលាថ្ងៃនេះធ្វើសេចក្តីរាប់អានដោយពធហើយកម្មវិធីបុណ្យគម្រប់ខួប7ថ្ងៃឧបាសកជាសម្បត្តិនេះមានអ្នកផ្ដាំបុណ្យមានលោកស្រីហុងម៉ាឡែនត្រូវជាភរិយានៃសពអ្នកស្រីជាម៉ារីណានិងស្វាមីត្រូវជាកូនលោកជាម៉ារីណេនិងភរិយាត្រូវជាកូនលោកជាម៉ារីណែតនិងភរិយាត្រូវជាកូនអញ្ចឹងនៅក្នុងថ្ងៃនេះកម្មវិធីបុណ្យគឺប្រពនៅគេហដ្ឋានរបស់ញោមញាតវិជាពុទ្ធបរិស័ទស្ថិតនៅភូមិព្រែកសំរោងសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលនៅក្នុងឱកាសវេលាថ្ងៃនេះញោមញាតវិជាពុទ្ធបរិស័ទសម័យដើមទានប្រធានដើមបុណ្យនិងពុទ្ធបរិស័ទ
ដែលមានប្រសាទៈសទ្ធាជ្រះថ្លាបាននិមន្តប្រសង់ចម្រើនព្រះបរិត្តសូត្របានបញ្ចប់ហើយក៏មានសទ្ធាជ្រះថ្លានិមន្តប្រសង់មួយព្រះអង្គសម្ដែងពធទេសនានៅក្នុងកម្មវិធីបុណ្យគម្រប់ខួប7ថ្ងៃឧបាសកជាសម្បត្តិនេះអញ្ចឹងកម្មវិធីបុណ្យនេះក៏ដល់វិរៈអង្គខ្ញុំកណាអាត្មាដែលមានតួនាទីវរៈជាអ្នកសម្ដែងពធទេសនាអង្គខ្ញុំកណាអាត្មាហៀបព្រះនាមព្រះគ្រូបញ្ញាវិសុទ្ធិរាំងសីខៅសារៈដែលគង់នៅវត្តចាក់អង្រែលឺអញ្ចឹងមានសទ្ធាជ្រះថ្លានៅក្នុងថ្ងៃនេះគឺមានការសម្ដែងពធទេសនាចែកជូនញោមញាតិវិជាពុទ្ធបរិស័ទប្រុសស្រីគ្រប់គ្នានៅក្នុងថ្ងៃនេះដោយអាត្មាហៀបចម្រើនពរញោមញាតិវិជាពុទ្ធបរិស័ទប្រុសស្រីគ្រប់គ្នានៅក្នុងភូមិព្រែកសំរោងទាំងអស់អាត្មាតែងតែទេសតាមរោងបុណ្យនានាតែងតែបិណ្ឌបាតញោមញាតិថាឲ្យញាតិញោមពុទ្ធបរិស័ទដែលជាអ្នកស្ដាប់ធម៌ធ្វើយ៉ាងម៉េចយកចិត្តទុកដាក់ទី1ផ្ទៀងនៃសោតៈប្រសាទរបស់យើងនឹងស្ដាប់ពធយកចិត្តទុកដាក់នឹងសតៈដឹងឯងទី2យើងគិតត្រេះរិះពិចារណាលោកហៅតែចិន្តាទី3ភាវនាយើងទៅបដិបត្តិបើស្ដាប់ហើយយល់ហើយយកទៅបដិបត្តិទើបបានយើងយល់យើងដឹងទើបយើងបដិបត្តិនឹងវាត្រូវហ្នឹងហើយអញ្ចឹងញោមញាតិវិជាពុទ្ធបរិស័ទថ្ងៃនេះគឺស្ងាត់ណាស់ញោមបើស្ងាត់ដោយសារតែអីដោយសារតែញោមញាតិវិជាពុទ្ធបរិស័ទផ្ទៀងនៃសោតៈប្រសាទរបស់យើងនេះគឺស្ដាប់នៅពធហ្នឹងហើយអញ្ចឹងនៅក្នុងថ្ងៃនេះកម្មវិធីបុណ្យគម្រប់ខួប7ថ្ងៃគម្រប់ខួប7ថ្ងៃនេះញោមញាតិវិជាពុទ្ធបរិស័ទប្រុសស្រីសម័យដើមទៀនប្រធានដើមបុណ្យព្រោះថាអ្នកប្រាជ្ញបុរាណខ្មែរយើងលោកតែងតែធ្វើមកតគ្នាមកនៅពេលដែលបុគ្គលអ្នកស្លាប់ទៅនោះណាយើងតែងតែធ្វើគម្រប់ខួប7ថ្ងៃឬក៏100ថ្ងៃមួយឆ្នាំជាដើមទៅហ្នឹងដោយសារអីអ្នកប្រាជ្ញបរមបុរាណមកលោកធ្វើអញ្ចឹងញោមដោយសារដាស់សតិស្មារតីសម័យដើមទៀនប្រធានដើមបុណ្យដាស់សតិស្មារតីញោមញាតិដែលជាញាតិទាំងអស់ឲ្យនឹករលឹកនៅគុណមេត្តាបិតាញាតិមិត្តសាច់សាលហិតដែលបានធ្វើកាលកិរិយាទៅកាន់បរលោកឬក៏ញាតិញោមវិជាពុទ្ធបរិស័ទមួយចំនួនយល់ថាឃើញថានៅពេលដែលបុគ្គលស្លាប់ទៅអស់រយៈកាល7ថ្ងៃហ្នឹងគឺងើបមកហ្នឹងឲ្យយល់ថាងើបមកទទួលមគ្គផលហ្នឹងផ្សេងទៅប៉ុន្តែនៅក្នុងពុទ្ធសាសនារបស់យើងនេះញោមញាតិវិជាពុទ្ធបរិស័ទប្រុសស្រីគ្រប់គ្នាព្រះអង្គលោកទ្រង់ត្រាស់សម្ដែងថាការប្រពៃនៃកម្មវិធីនេះមួយថ្ងៃក៏បាន2ថ្ងៃក៏បាន3ថ្ងៃក៏បានដែរលោកអត់មានកំណត់ពេលវេលាទេញោមហ្នឹងនៅកាន់ពុទ្ធសាសនាណាហ្នឹងហើយអញ្ចឹងញោមញាតិវិជាពុទ្ធបរិស័ទធ្វើនេះដោយសទ្ធាជ្រះថ្លាពុទ្ធបរិស័ទបាននិមន្តលោកម្ចាស់មកចម្រើនព្រះបរិត្តនិងសម្ដែងពធទេសនាព្រមទាំងអញ្ជើញញោមញាតិវិជាពុទ្ធបរិស័ទប្រុសស្រីគ្រប់គ្នាឧបាសកឧបាសិកាទាយុទាយិកាអញ្ជើញមកបំពេញបុណ្យបំពេញកុសលជាមួយញោមញាតិវិជាពុទ្ធបរិស័ទអញ្ចឹងនៅក្នុងថ្ងៃនេះញោមសម័យដើមទៀនប្រធានដើមបុណ្យទាំង4នាក់នេះគាត់ធ្វើបុណ្យគម្រប់ខួប7ថ្ងៃជូនដល់ឧបាសកជាសម្បត្តិនេះបានដោយសារតែសតិ
របស់គាត់នឹងឯងនឹករលឹកចំពោះគុណរបស់ញោមឧបាសកជាសម្បត្តិនេះឯងនឹករលឹកគុណរបស់គាត់តាំងពីគាត់មានអាយុជីវិតរស់នៅនោះញោមមានអាយុជីវិតរស់នៅធ្លាប់រស់នៅជាមួយយើងនោះយើងធ្លាប់រស់នៅជាមួយគាត់ឬក៏ញាតិមិត្តសាច់សាលហិតទាំងអស់ដែលជាអ្នករាប់អានជាមួយគាត់នោះជាមួយញោមឧបាសកជាសម្បត្តិនេះគាត់មានគុណបំណាច់ដ៏ធំធេងគាត់ជួយខ្វល់ខ្វាយកិច្ចការងារសពគ្រប់បែបយ៉ាងគាត់ជាមនុស្សល្អដែលសង្គមគ្រួសារតែងតែរាប់អានតែងតែចូលចិត្តញាតិមិត្តដែលរស់នៅក្នុងភូមិរបងជាមួយគ្នាហ្នឹងតែងតែស្រឡាញ់រាប់អានឬក៏ដែលយើងដែលជាកូនទាំងអស់គ្នាញាតិមិត្តសាច់សាលហិតទាំងអស់គ្នានឹកឃើញតែគុណសម្បត្តិរបស់ញោមឧបាសកជាសម្បត្តិនេះគាត់មានគុណដ៏ធំធេងណាស់ជាពិសេសកូនគ្រប់គ្នាញាតិញោមពុទ្ធបរិស័ទសម័យដើមទៀនប្រធានដើមបុណ្យញោមគិតអំពីគុណរបស់ញោមឧបាសកជាសម្បត្តិដែលគាត់កាលពីគាត់មានអាយុជីវិតនៅនោះញោមជាសម្បត្តិគាត់មានធម៌សង្គ្រោះដល់យើងដែលជាកូនទាំង3នាក់នេះទាំងកូនប្រសាទាំងកូនបង្កើតធម៌ដែលគាត់សង្គ្រោះនោះព្រះដ៏មានពភាកព្រះអង្គលោកទ្រង់ត្រាស់សម្ដែងមាន5ទី1ញោមឧបាសកជាសម្បត្តិតែងតែទូមានកូនប្រុសស្រីទាំងកូនប្រសាទាំងកូនបង្កើតរបស់គាត់ហ្នឹងមិនអោយប្រព្រឹត្តនៅអំពើបាបទេមានលួចទ្រព្យសម្បត្តិអ្នកដតីជាដើមនឹងឯងគាត់មិនអោយទៅលួចទេគាត់តែងតែទូមានព្រានបដៅកូនរបស់គាត់មិនអោយប្រព្រឹត្តនៅអំពើអាក្រក់អំពើបាបហ្នឹងមែនទេញោមហ្នឹងទី1ទី2បង្រៀនកូនឲ្យចេះធ្វើបុណ្យឲ្យចេះធ្វើទានឲ្យចេះរក្សាសិលឲ្យចេះស្ដាប់ធម៌ទេសនាហ្នឹងហើយគាត់យល់ឃើញតាមអំពើបុណ្យនេះឯងរមែងធ្វើឲ្យកូនរបស់គាត់គឺបានសុខបានចម្រើនធ្វើឲ្យកូនគាត់សម្បូរញាតិទាំងបច្ចុប្បន្ននេះធ្វើឲ្យកូនរបស់គាត់ឲ្យបានចម្រើនដោយសារតែបុណ្យកុសលនេះឯងអញ្ចឹងមានកូនប្រុសស្រីឲ្យចេះធ្វើបុណ្យហ្នឹងទី3បង្រៀនបឋមវិជ្ជាញោមឧបាសកជាសម្បត្តិនៅពេលដែលកូនគាត់កើតមកអាយុល្មមមកខួប2ខួបហ្នឹងនិយាយឲ្យចេះនិយាយស្ដីដេកដើរឈរអង្គុយហូបបាយញ៉ាំបាយហ្នឹងឯងញោមឧបាសកជាសម្បត្តិគាត់ជាអ្នកបង្រៀនគាត់ជាគ្រូដើមហ្នឹងហើយដល់ពេលកូនល្មមបញ្ជូនទៅការទៅសិក្សារៀនសូត្រឲ្យរៀនមត្តេយ្យបឋមអនុវិទ្យាល័យមហាវិទ្យាល័យញោមឧបាសកជាសម្បត្តិគាត់ធ្វើកិច្ចការងារខ្ញុំអ្នកដតីរត់ម៉ូតូដប់ធ្វើការរោងចក្រឬក៏ធ្វើការអ្វីសពគ្រប់បែបយ៉ាងទាំងអស់ប្រមូលបច្ច័យលុយកាក់សម្រាប់ឲ្យកូនសិក្សារៀនសូត្រហ្នឹងហើយរហូតដល់កូនរៀនចប់មានកិច្ចការងារធ្វើមានប្រាក់ខែប្រាក់ថ្ងៃចិញ្ចឹមជីវិតកូនរបស់គាត់រៀងខ្លួននឹងថតទី3ថតទី4រៀបចំគូសកលស្វាមីភរិយាឲ្យកូនប្រុសស្រីហ្នឹងហើយថតទី5ចែកទ្រព្យសម្បត្តិមានវិញ្ញាណឥតវិញ្ញាណឲ្យកូនប្រុសស្រីស្មើគ្នាហ្នឹងហើយប៉ុន្តែកូនខ្លះបានទ្រព្យសម្បត្តិច្រើនកូនខ្លះក៏បានទ្រព្យសម្បត្តិល្មមកូនខ្លះក៏បានតិចជាងទៅណាប៉ុន្តែយើងដែលជាកូនគ្រប់គ្នាញោមយើងជាកូនគ្រប់គ្នាយើងកុំខឹងគាត់យើងកុំខឹងគាត់យើងកុំចំណែនគ្នាប៉ុណ្ណាយើងកុំចំណែនគ្នាយើងនឹកគុណញោមឧបាសកជាសម្បត្តិនេះគាត់មានសមត្ថភាពណាគាត់មានសមត្ថភាពដល់ក្រៃលែងណាគាត់មានសមត្ថភាពយ៉ាងម៉េចសមត្ថភាពបង្កើតកូនមកបើគាត់អត់បង្កើតទេញោមញ៉េតើយើងអាចឃើញពន្លឺព្រះអាទិត្យបានទេគឺมันអាចបានឃើញពន្លឺព្រះអាទិត្យទេបើគាត់អត់មានគាត់អត់បង្កើតមកនោះអញ្ចឹងញោមញាតិប្រជាពុទ្ធបរិស័ទគាត់មានសមត្ថភាពគាត់ជាអ្នកផ្ដល់កំណើតហ្នឹងហើយគាត់ជាអ្នកផ្ដល់កំណើតអញ្ចឹងថតទាំង5យ៉ាងហ្នឹង
ដែលញោមឧបាសកជាសម្បត្តិកាលគាត់នៅរស់គាត់មានចំពោះយើងដែលជាភរិយាយើងដែលជាកូនប្រុសស្រីគ្រប់គ្នានេះឯងដល់ពេលគាត់ធ្វើកាលកិរិយាទៅកាន់បរៈលោកនោះញោមឧបាសកជាសម្បត្តិគាត់កូនរបស់គាត់បានធ្វើបុណ្យជាបណកិច្ចតាមបែបបទប្រពៃណីទំនៀមទម្លាប់ក្នុងពុទ្ធសាសនារបស់ផងយើងទៅនិមន្តព្រះសង្ឃអញ្ជើញអាចារ្យរៀបចំកម្មវិធីបុណ្យជាបណកិច្ចបូជាសពហ្នឹងហើយរហូតមកដល់ពេលនេះជាថ្ងៃទី6ទី7ជាថ្ងៃស្អែកដល់ថ្ងៃស្អែកគឺថ្ងៃទី7ខួប7ថ្ងៃគាត់មានសទ្ធាជ្រះថ្លាបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្តបាននិមន្តព្រះសង្ឃសម្ដែងពធទេសនាបានអញ្ជើញញោមចាបានអញ្ជើញញោមញាតិប្រជាពុទ្ធបរិស័ទឧបាសកឧបាសិកាទាយុទាយកាចូលរួមកម្មវិធីបុណ្យគម្រប់ខួប7ថ្ងៃនេះឯងដោយសទ្ធាជ្រះថ្លារបស់សម័យដើមទៀនប្រធានដើមបុណ្យនៅក្នុងឱកាសវេលាថ្ងៃនេះលះធម៌កំណាញ់ណាមិច្ឆរិយៈគឺសេចក្តីកំណាញ់ដែលកើតឡើងនៅក្នុងចិត្តរបស់ញោមញាតិប្រជាពុទ្ធបរិស័ទជាពិសេសភរិយារបស់ញោមឧបាសកជាសម្បត្តិនេះក៏លះនេះធម៌កំណាញ់គឺមិច្ឆរិយៈនេះគាត់បបួលបងប្អូនគាត់បបួលកូនធ្វើបុណ្យគម្រប់ខួបឬក៏បុណ្យតក្កណានុបទានដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះញោមឧបាសកជាសម្បត្តិនេះឯងញោមតែងតែបានស្ដាប់ឬក៏សិក្សាអំពីតក្កណានុបទាននេះព្រះសង្ឃលោកសម្ដែងពធទេសនាតាមរោងបុណ្យនានាតែងតែទេសនាអំពីតក្កណានុបទានតក្កណានុបទាននេះជាភាសាបាលីបើយើងកាត់ជាបទវាមាន3បទកាត់ញែកជាបទណាញោមបទទី1លោកឲ្យឈ្មោះថាតក្កណាបទទី2លោកឲ្យឈ្មោះថាឧបៈបទទី3លោកឲ្យឈ្មោះថាទានៈតក្កណាឬក៏តក្កណៈប្រែថាខាងស្ដាំឬក៏ខាងត្រូវហ្នឹងហើយខាងស្ដាំឬក៏ខាងត្រូវអញ្ចឹងញោមញាតិជាពុទ្ធបរិស័ទប្រុសស្រីគ្រប់គ្នាធ្វើនៅក្នុងឱកាសវេលាថ្ងៃនេះគឺយើងមានសទ្ធាជ្រះថ្លានៅក្នុងគុណនៃព្រះសង្ឃណាខ្លះញោមឪពុកម្ដាយស្លាប់ទៅគេសែនព្រេនទៅតាមលទ្ធិរបស់គេទៅសែនព្រេនបាយស្ពបតម្លស្ពបមានមន់ស្ងោមានជ្រូកខ្វៃទៅហើយគេផ្សាយកសលផលបុណ្យជូនទៅម្ដាយរបស់គេទៅប៉ុន្តែអ្នកកាន់ពុទ្ធសាសនារបស់ផងយើងនេះណានៅយើងមានសទ្ធាជ្រះថ្លាបាននិមន្តព្រះសង្ឃមកទទួលផាត់ទទួលតយទានញោមញាតិនឹងអញ្ជើញឧបាសកឧបាសិកាទាយុទាយកាមកទទួលនៅតយទានរបស់ញោមញាតិជាពុទ្ធបរិស័ទសម័យដើមទៀននេះយើងធ្វើត្រូវញោមធ្វើត្រូវមួយយ៉ាងវិញទៀតទស្សនៈរបស់គេគេថាខាងត្រូវនោះគេមិននិមន្តព្រះសង្ឃមកឲ្យព្រះសង្ឃហ្នឹងគង់ពីទិសខាងបូងបែរប្រភពទៅទិសខាងជើងហ្នឹងឯចាស់បរមបុរាណគេថានេះយើងធ្វើអញ្ចឹងវាត្រូវហ្នឹងហើយហ្នឹងមួយដែរអញ្ចឹងអ្នកខ្លះគេថាខាងត្រូវជឿទៅលើកម្មផលរបស់សត្វលោកជឿទៅលើកម្មផលរបស់សត្វលោកយ៉ាងម៉េចកម្មនេះញោមញាតិប្រជាពុទ្ធបរិស័ទប្រុសស្រីមានពីរកុសលកម្មនិងអកុសលកម្មហ្នឹងហើយកុសលកម្មជាអំពើល្អនៅពេលដែលសត្វលោកទាំងឡាយប្រព្រឹត្តនៅអំពើល្អ
នៅពេលដែលធ្វើការកិរិយាទៅកាន់បរៈលោកនោះតែងតែយោងកំណើតកើតនៅឋានសុគតិដល់តែកម្មអកុសលនៅពេលដែលសត្វលោកទាំងឡាយប្រព្រឹត្តនៅអំពើអាក្រក់រមែងញ៉ាំងសត្វនោះឯងធ្លាក់ទៅសោយទុកនៅក្នុងអបាយភូមិមាននរកប្រែតអសុរកាយតិរិឆានជាដើមហ្នឹងអញ្ចឹងដល់ពេលយើងគិតត្រេះរិះពិចារណាទៅនេះមកពីកម្មហ្នឹងហើយមកពីកម្មអញ្ចឹងញោមញាតិប្រជាពុទ្ធបរិស័ទតក្ខណៈប្រែតខាងត្រូវឬក៏ខាងស្ដាំចុឧបៈប្រែតែចូលចិត្តគៀកហ្នឹងហើយអញ្ចឹងញោមញាតិប្រជាពុទ្ធបរិស័ទនៅពេលដែលញាតិញោមធ្វើទានជាមួយបដិគិអកៈមានប្រសង់ជាដើមញាតិញោមតែងតែប្រគេននតីយទានតែងតែចូលទៅគៀកប្រសង់មែនទេញោមមិនពីហាត់មួយចំអាមអញ្ចឹងហីហ្នឹងហើយបើយើងលោទៅឈោងទៅវាមិនត្រូវកាត់ក្រមនៅក្នុងព្រះវិន័យអញ្ចឹងញោមញាតិតែងតែចូលទៅគៀកតែងតែចូលទៅចិត្តប្រសង់ហ្នឹងហើយអញ្ចឹងញោមញាតិវិជាពុទ្ធបរិស័ទបរិស័យគ្រប់គ្រាញាតិញោមតែងតែចូលទៅគៀកប្រសង់និងឧបៈតែងតែចូលទៅចិត្តនេះមិនមែនតែមើលប្រភពប្រសង់ទេញោមគឺគៀកក្នុងការបំពេញទានរបស់ញោមញាតិហ្នឹងដល់ទី3ទាននេះប្រែទៅឲ្យជូនថ្វាយប្រគេនរួមទាំង3បទជាភាសាបាលីតក្ខណានុបទានប្រែថាទានមួយសម្រាប់ឧទ្ទិសជូនចំពោះបុគ្គលអ្នកស្លាប់ទៅចឹងអ្នកស្លាប់ទៅអ្នកណាញោមគឺញោមឧបាសកជាសម្បត្តិនេះឯងនេះហ្នឹងឧទ្ទិសជូនចំពោះញោមឧបាសកជាសម្បត្តិមួយយ៉ាងវិញទៀតបុណ្យតក្ខណានុបទាននេះយើងធ្វើនេះប្រកបដោយអង្គប្រមាណញោមតក្ខណានុបទាននេះការធ្វើនេះប្រកបដោយអង្គ3អង្គទី1លោកឲ្យជំនួសថាធ្វើទានចំពោះបុគ្គលអ្នកមានសិលបុគ្គលអ្នកមានសិលមើលយ៉ាងម៉េចញោមមានប្រសង់លោកមានសិលមានវត្តបដិបត្តិល្អជាអ្នកសិក្សារៀនសូត្រធម៌អាសិក្ខាវិន័យជាអ្នកអប់រំផ្លូវចិត្តជាអ្នកបដិបត្តិល្អប្រសង់ជាស្រែបុណ្យដ៏មានជីជាតិល្អនៅពេលដែលញោមញាតិប្រជាពុទ្ធបរិស័ទធ្វើទានជាមួយប្រសង់ទៅនោះរមែងបានផលឡានិសង្ឃច្រើនហើយមួយយ៉ាងវិញទៀតញោមដែលជាឧបាសកឧបាសិកាទាយុទាយិកាដែលជាអ្នករក្សាសិលហៅថាសីលវិសុទ្ធិសិលបរិសុទ្ធហ្នឹងក៏អាចទទួលទានបានផលឡានិសង្ឃច្រើនដែរញោមញាតិប្រជាពុទ្ធបរិស័ទទាំងឡាយកាលពីចំនួនប្រាសញោមមិនមែនមានកូនតែ3នាក់ដូចញោមជាសម្បត្តិទេកាលពីចំនួនព្រះញោមឧបាសិកាម្នាក់ដែលមានកូន14នាក់នោះឧបាសិកានៅឯងជាអ្នកមានសទ្ធាជ្រះថ្លានៅក្នុងគុណប្រសង់មានពុទ្ធជាប្រធានតែងតែធ្វើទានជាមួយព្រះភិក្ខុសង្ឃមានពុទ្ធជាដើមដល់ថ្ងៃមួយជាថ្ងៃឧបោសថសិលឧបាសិកានៅឯងគាត់អញ្ជើញទៅស្ដាប់ធម៌នៅវត្តចេតពុនទទួលអាវាតអំពីសំណាក់របស់ព្រះដ៏មានព្រះភិក្ខដល់ពេលគាត់អង្គុយស្ដាប់ធម៌ដូចញោមញាតិប្រជាពុទ្ធបរិស័ទនៅក្នុងឱកាសវេលាថ្ងៃនេះអង្គុយស្ដាប់ធម៌កណ្ដាលវោពុទ្ធបរិស័ទណារោគខ្យល់ចាប់របស់គាត់កើតឡើងមានឡើងហ្នឹងហើយធ្វើឲ្យផ្ដាច់អាយុជីវិតរបស់គាត់ទៅកូនទាំង14នាក់ស្រី7ប្រើ7រៀបចំបុណ្យជាបណកិច្ចខ្ចប់ចាត់ចែងបុណ្យសពជូនដល់អ្នកម្ដាយនោះរៀបចំខ្ចប់ដោយកណាត់សនឹងឯងខ្ចប់សពម្ដាយនឹងយកទៅប្លង់ចោលនៅព្រៃស្មសានណាព្រៃស្មសាននេះជាព្រៃស្ងាត់អត់មានមនុស្សនៅទេញោម
ហើយព្រៃនោះឯងគឺសម្រាប់ដែលប្លង់សាកសពចោលទេណាប្លង់សាកសពចោលទេមនុស្សនៅពេលដែលស្លាប់ទៅនោះគេតែងតែយកប្លង់ចោលនៅព្រៃនោះទាំងសត្វប្រឡត់អីនេះគេយកប្លង់ចោលទេញោមណាហើយកាលពីចំណត់នោះភិក្ខុសង្ឃដែលធ្វើធុដងរុក្ខមូលលោកតែងតែទៅទាញឆាកយកសម្ពុតសនោះដែលប្រឡាក់តែខ្ទុះឈាមណាពីសាកសពនេះយកមកធ្វើជាចីវរសម្រាប់ក្រងប្រើប្រាស់ទេដែរហ្នឹងហើយដល់លកូនទាំង14នាក់នោះឯងរៀបចំសពម្ដាយរួចសពគ្រប់បែបយ៉ាងទៅឯងហើយផ្សាយកុសលហ្នឹងជូនទៅដល់អ្នកម្ដាយដូចញោមញាតិជាពុទ្ធបរិស័ទធ្វើនៅក្នុងថ្ងៃនេះអញ្ចឹងហ្នឹងផ្សាយកុសលហ្នឹងអ្នកម្ដាយនោះឯងជីវ័នចិត្តរបស់គាត់នេះនឹកគិតអញ្ចឹងបានជានៅក្នុងគម្ពីរតិរោកុត្តសូត្រព្រះលោកសម្ដែងថាកុំឲ្យមានសេចក្តីយំសោកនៅពេលអ្នកដែលរៀបនឹងស្លាប់ណាទៀតនឹងស្លាប់ញោមកុំឲ្យគាត់គិតអំពីកូនឬទ្រព្យសម្បត្តិញាតិមិត្តសាច់សាលហិតឲ្យគាត់គិតតែនឹករលឹកនៅពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិទេសង្ឃានុសតិដល់ពេលសតិរបស់យាយឧបាសិកានោះនឹកគិតថាអត់ពីគាត់ទៅកូនទាំង14នាក់នេះមិនដឹងចេះស្រឡាញ់គ្នាសាមគ្គីគ្នាឬក៏ចេះថែរក្សាទ្រព្យសម្បត្តិឲ្យគាត់នោះណាដល់ពេលនោះញាតិញោមធ្លាក់កំណើតកើតជាបេតវិស័យគឺកំណើតប្រែតហ្នឹងឬក៏ឲ្យលោកឲ្យឈ្មោះថាបរតតោព្រោះប្រែតនេះអាចទទួលមគ្គផលអំពីញាតិមិត្តសាច់សាលហិតធ្វើបុណ្យឲ្យដល់ពេលកូនទាំង14នាក់ផ្សាយកុសលណាផ្សាយកុសលទៅគាត់ទទួលមគ្គផលអំពីកូននោះញ៉ាំងនៃកំណើតរបស់គាត់នឹងឯងទៅកើតនៅឋានសោកតិភពមានអ្នកបំរើ1000ជាបរិវារមានវិមានកម្ពស់12យោជន៍ខ្ពស់ណាស់ញោមប្រាសាទហ្នឹងហើយនឹងដោយសារតែកូនចៅប្រុសស្រីធ្វើបុណ្យចឹងញោមញាតិវិជាពុទ្ធបរិស័ទប្រុសស្រីគ្រប់គ្នាបានធ្វើបុណ្យនេះតក្កណាននៅប្រទាននេះគោលបំណងគឺឧទ្ទិសជូនដល់ញោមជាសម្បត្តិនេះនឹងធម៌ទី1ធម៌ទី2គឺយើងឧទ្ទិសឲ្យចំឈ្មោះឧទ្ទិសសេនៈឧទ្ទិសឲ្យចំឈ្មោះកុសលផលបុណ្យដែលយើងបានបំពេញហើយមានទ្រព្យបុណ្យហើយជាបញ្ញនិធិមានទ្រព្យបុណ្យហើយញោមដូចជាញាតិញោមបានបំពេញបុណ្យបំពេញកុសលជាមួយញោមម្ចាស់បានធ្វើបទនមស្ការសមាទានសិលចម្រើនភាវនាស្ដាប់ប្រសង់ចម្រើនព្រះបរិត្តចាត់ចែងទីសេនាសនៈប្រគេនប្រសង់សម្រាប់គង់ចាត់ចែងប្រគេនភេសជ្ជៈសម្រាប់ប្រសង់បដិសន្ធារៈញោមឧបាសកឧបាសិកាទាយុទាយិកានោះកុសលទាំងអស់ហ្នឹងយើងយកទៅណាញោមគឺយើងយកមកផ្សាយនៃកុសលចែករំលែកជូនដល់ញោមឧបាសកជាសម្បត្តិនេះឯងហើយបើសម័យដើមទានប្រធានដើមបុណ្យបើមិនបានបំពេញនៅទ្រព្យបុណ្យទេនោះញោមញាតិវិជាពុទ្ធបរិស័ទទី1សមាទានសិលក៏អត់បានធ្វើទី2ធ្វើបទនមស្ការក៏មិនបានធ្វើជាមួយអាចារ្យប្រគេនប្រសង់ក៏មិនបានធ្វើដល់ពេលនោះអាចារ្យគាត់ដឹកនាំហើយមិនឃើញសម័យដើមទានប្រធានដើមបុណ្យគាត់ប្រគេនដោយដៃរបស់គាត់ចិត្តរបស់គាត់ជ្រះថ្លាហើយក៏គាត់មិនបានផ្សាយលេខកុសលជូនដល់
ញោមជាសម្បត្តិគាត់តែឧទ្ទិសជូនដល់ញាតិមិត្តរបស់គាត់នោះហើយយើងអត់ញោមយើងអត់អញ្ចឹងហើយអាចារ្យក៏មានញាតិទាំង7សន្តានញាតិនៅក្នុងសង្សារវដ្តអាចារ្យក៏មានឪពុកមានម្ដាយអាត្មាក៏មានជាដូនជាតាដែរហ្នឹងហើយញាតិមិត្តសាច់សាលហិតដែរអញ្ចឹងបុណ្យកុសលដែលយើងដែលគាត់បានធ្វើនោះគាត់ផ្សាយតែញាតិរបស់គាត់ដល់តែពេលសម័យដាំទៀនប្រធានដាំបុណ្យមិនបានឧទ្ទិសឲ្យចំឈ្មោះមិនបានមកបំពេញបុណ្យនោះអញ្ចឹងយើងចំណាយតែទ្រព្យសម្បត្តិមែនប៉ុន្តែយើងអត់បានពូជទៅបុណ្យអញ្ចឹងហើយអញ្ចឹងនៅពេលនោះញាតិញោមពុទ្ធបរិស័ទសម័យដាំទៀនប្រធានដាំបុណ្យទាំង4នាក់ទាំងកូនប្រសាទាំងកូនបង្កើតចៅទាំងអស់យើងទៅឧទ្ទិសឲ្យចំឈ្មោះអ៊ីទាំងវោញាតិណាំងហោនតោសុកេតាហោនតោញាតិយោសូមទានទាំងអស់នេះខ្ញុំសូមឧទ្ទិសបុណ្យកុសលដែលខ្ញុំបានធ្វើនេះឧទ្ទិសជូនដល់ស្វាមីរបស់ខ្ញុំមាននាមថាឧបាសកជាសម្បត្តិឪពុកបង្កើតឪពុកក្មេកគឺឧបាសកជាសម្បត្តិនេះសូមត្រេកអរអនុមោទនាបុណ្យអំពីកូនអំពីខ្ញុំជាភរិយាចុះយកឧទ្ទិសចំឈ្មោះណាញោមហ្នឹងហើយថតទី2ថតទី3ញោមជាសម្បត្តិមកត្រេកអរអនុមោទនាបុណ្យអំពីយើងដែលជាសម័យដើមទៀនប្រធានដើមបុណ្យហ្នឹងហើយប៉ុន្តែបើញោមឧបាសកជាសម្បត្តិបើគាត់ធ្លាក់ទៅជ្រៅព្រះលោកសម្ដែងទៅឋានណាំងខោអាឋានណាំងខោមានឋានដែលមិនដល់មានឋានដែលដល់បើលោកជាសម្បត្តិគាត់កើតជាទេវតាតើបុណ្យកុសលដែលយើងធ្វើនេះអាចទៅដល់ទេញោមគឺមិនអាចទៅដល់បានទេគេមានអាហាររបស់គេហើយបើញោមជាសម្បត្តិគាត់កើតជាសត្វតិរិឆាន់កើតជាសត្វគោគេមានអាហាររបស់គេហើយស្មៅបើគាត់កើតជាអីគាត់កើតជាមនុស្សក៏មានអាហាររបស់គេដែរញោមអញ្ចឹងហើយបើគាត់កើតជាបេតវិស័យបរតតុនោះគាត់មកត្រេកអរអនុមោទនាបុណ្យអំពីកូនចៅប្រុសស្រីដែលកំពុងតែធ្វើនេះឯងសូមអនុមោទនាអញ្ចឹងអង្គនៃតក្ខេណានៅប្រទានហ្នឹងមាន3ហ្នឹងញោមហ្នឹងហើយទី1យើងធ្វើទានជាមួយបុគ្គលអ្នកមានសិលទី2ឧទ្ទិសឲ្យចំឈ្មោះទី3អ្នកដែលស្លាប់ទៅនោះញាតិមិត្តទាំង7សន្តានញាតិនៅក្នុងសង្សារវដ្តនោះមកត្រេកអរអនុមោទនាបុណ្យអំពីយើងដែលជាអ្នកធ្វើហ្នឹងសូមអនុមោទនាអញ្ចឹងបញ្ចប់ថតទេសនាប៉ុណ្ណឹងដែរញោមណាហ្នឹងហើយញោមកាលបងបុណ្យថាភ្លៀងដែរទេសតដាច់នេះភ្លៀងឥឡូវញោមឧបាសកជាសម្បត្តិក៏ភ្លៀងទៀតអាត្មាមកម្ដងចូលមកលោកមិនតាន់សូត្រមុនអញ្ចឹងទៅជ្រកភ្លៀងនៅទាំងវីទាំងជាឡាយហើយចាំទៅអាចារ្យធ្វើបទនមស្ការទៅហើយចាប់ស្ងាត់អញ្ចឹងទៅឲ្យញោមអាចារ្យនោះក៏បើកមកជូនមកទេសនាអញ្ចឹងញាតិញោមពុទ្ធបរិស័ទថ្ងៃនេះអង្គខ្ញុំគណៈអាត្មាបានធ្វើធម្មទាននៅក្នុងឱកាសវេលាថ្ងៃនេះគឺកម្មវិធីបុណ្យញោមឧបាសកជាសម្បត្តិអញ្ចឹងឲ្យចែកបុណ្យចែកកុសលដល់ញោមចាញោមបាសកបាសិកាទាយុទាយិកាសម័យដំទានប្រធានដាំបុណ្យទាំងអស់គ្នានឹងចែកបុណ្យចែកកុសលធម្មទានដែលអង្គខ្ញុំណាអាត្មាភាពបានបំពេញនៅក្នុងឱកាសវេលាថ្ងៃនេះហើយជូនបុណ្យជូនកុសលញោមញាតិវិជាពុទ្ធបរិស័ទទាំងអស់គ្នា
អនាគតជាតិញាតិញោមសម្បូរនៅបញ្ញាអនាគតជាតិញាតិញោមជួបតែតកោសមាទិដ្ឋិចង់ជួបអីញោមតកោសមាទិដ្ឋិអនាគតជាតិញោមញាតិជួបតែពុទ្ធជួបតែពធប្រសង្ឃប្រាថ្នាយ៉ាងណាបានសម្រេចដូចសេចក្តីប្រាថ្នាសូមអនុមោទនីពធទេសនាដោយអង្គខ្ញុំគណៈអាត្មាភាពសម្ដែងនៅក្នុងឱកាសវេលាថ្ងៃនេះបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំង